មិននេះផលិតកម្មលិនថោងភាពយន្តសូមជូនសាយោសាយោសាយោរឿងសាយោវិលវិញសាយោវិលវិញសាយោទស្សនីយភាពមួយថ្មីដែលអស់លោកអ្នកនាងគួរតែអញ្ជើញទៅទស្សនាដើម្បីគ្រាបនៅតាមប្រទេសថ្មីថ្មីស្ដីពីសង្គមមនុស្សរស់នៅក្នុងភាពច្របូកច្របល់នាសម័យសតវត្សទី20នេះបន្ទាប់ពីរឿងស្នេហ៍មកពីណាលោកឡូគីតូជាអ្នកដឹកនាំរឿងដ៏ល្បីមានថ្មីដៃនៅបច្ចេកទេសថ្មីថ្មីបានបណ្ដុះបណ្ដាលនូវភាពមនោសញ្ចេតនានិងការអាចកំបាំងនៃជីវិតយុវជនមួយរូបដែលបានបូជាពលកម្មរបស់ខ្លួនដើម្បីសេចក្តីកតញ្ញូធម៌ចំពោះមេត្តាបិតាគឺសាយ៉នវិលវិញអ្នកស្រីគួរតែប្រសាប្របបន្តិចទៅតាមខ្ញុំយល់យន់ថ្ងៃហ្នឹងប្រកាសជាមកវិញហើយខ្ញុំលេបមិនចូលទេយកទៅទុកវិញចុះម៉ាក់បើតាមស្មានយន់ប្រហែលជាមកវិញទេម៉ាក់ជឿថាយន់វាមិនទៅណាចោលម៉ាក់ទេវាប្រកាសជាមកវិញអញ្ចឹងការពិតតើក៏ទៅណានឹងកុំសូវយកជីវិតមកកំ ថ្លៃលេងគ្រោះថ្នាក់ពេកលោករ៉ានេះជាប្រារម្ភវាបាទអូប្រសើរណាស់បានទាំងមនុស្សហើយបានទាំងប្រាក់ទៀតកុំយករបស់ខ្ញុំយករបស់ខ្ញុំទុកយកទៅព្យាបាលផ្នែកម្ដាយខ្ញុំទៅបងចង់បាច់ភ័យអីដល់ម្លឹងបងចង់បានប្រាក់អែប្រសើរណាស់បងត្រូវការប្រមាណកាប់ពិតខ្ញុំលោកស្រីទៅស្គាល់ខ្ញុំសោះហេតុអីក៏លោកស្រីមានចិត្តចង់ជួយខ្ញុំដល់ម្លឹងហើយខ្ញុំក៏មិនអាចទទួលជំនួយពីលោកស្រីដោយគ្មានលក្ខខណ្ឌបានទេបងនិយាយពីលក្ខខណ្ឌវាជាការងាយណាស់ឲ្យតែបងយើងព្រមកំដរខ្ញុំយកទៅបងចង់បានអីបានទាំងអស់ថោកទេរឿងសៃយ័នវិលវិញព្រោះតែមានជីវិតបាត់ផ្លូវចិត្តបានបកមកលើសង្គមគ្រួសារតូចមួយបានជាបង្កើតនូវបញ្ហាស្មុគស្មាញពិបាកនឹងដោះស្រាយទៅលើព្រហ្មវិហារធម៌រវាងម្ដាយនិងកូនរវាងសង្គមមនុស្សដែលត្រូវផ្ដល់ការអប់រំឲ្យមនុស្សម៉ាក់និយាយកូនឯងច្រើនដងហើយមិនព្រមស្ដាប់សោះថាយើងជាកូនខ្មែរកុំឲ្យស្លៀកពាក់ហួសសម័យយ៉ាងនឹងពេកពេលវ៉ាកងចឹងមិនព្រមនៅផ្ទះខំរៀនសូត្រអីទេគិតតែពីដើររំលេងជាមួយពួកអាវ៉ាសាយអស់នោះមិនមែនជាអនាគតល្អទេណាឬមួយក៏ចង់ឲ្យម៉ែទៅតាមជុំស្រុកម៉ាក់គួរតែដឹងថាសម័យឥឡូវគេមានការជឿនលឿនណាអ្វីគេត្រូវទៅដើរតាមសម័យនឹងគេអញ្ចឹងហើយការប៉ិនកូនគ្រាន់តែដើររំលេងជាមួយមិត្តភក្តិប៉ុណ្ណឹងតើមានអីគួរខ្លាចទៅអូនឯងនិយាយជាមួយម៉ាក់ឲ្យមានពាក្យគួរសមទៅទៅខ្ញុំចង់ថាខ្ញុំអ្វីអូនឯងនិយាយជាមួយអូនយន់មាញ់ថាម៉េចខ្លះនិយាយមួយម៉ាត់ទៀតមើលបងរំការប៉ិនកូនមានសិទ្ធិអីមិនត្រួតខ្ញុំកូនមិនមែនជាមកបង្កើតខ្ញុំទេអូនាងហើយក
កេតូបានបង្ហាញស្នាដៃដឹកនាំរឿងពិសេសបញ្ជាក់នូវគ្រប់រសជាតិប្លែកៗធ្វើឲ្យលំនាំរឿងមានសម្រស់រីកឡើងជាបុប្ផាសិល្បៈមួយប្រកបទៅដោយលក្ខណៈថ្មីជាពិសេសលោកកេតូបានណែនាំរឿងសាយ័នវិលវិញឲ្យចូលទៅប្រឡូកលើឆាកផ្ទៃរាជអន្តរជាតិដើម្បីប្រកួតប្រជែងយករង្វាន់ទេពកោសល្យក្នុងឆ្នាំ1974នេះបើស្ដីពីភាពចលនានៃការសម្ដែងលោកកេតូបានជ្រើសរើសតារាឯកប្រជាប្រិយល្បីៗជាច្រើនឲ្យចូលមករួមសម្ដែងដូចជាវិជ្ជរាដានីសូហៀនលឹមសុផានរ៉ូសាន់រ៉ារ៉ូម៉ានីចិនបណ្ណាប៊ិចសលឿនម៉ាក់តូរួមនឹងតារាជាច្រើនអ្នកទៀតព្រមទាំងមានបទភ្លេងនិងចម្រៀងពីរបទច្រៀងដោយសិនស៊ីសមុទ្រនិងប៉ែនរ៉នដឹកនាំបទភ្លេងដោយម៉ាក់ស៊ីវថាសាយ័នវិលហាគ្នារងចាំការដែលវិលវិញតើសាយ័នគេអាចវិលវិញទេខ្ញុំនឹងបងតារ៉ាបងយន់គ្រប់កន្លែងអស់ហើយតារ៉ាមិនឃើញសោះយន់កូនម្ដាយកូននៅឯណាវិលវិញមកកូនសំឡេងអ្នកណាហ្នឹងម៉ាក់ខ្ញុំគឺយន់ណាយន់កូនមានម្ដាយម៉ាក់ជួយបំផុតកូនត្រឡប់មកវិញហើយម៉ាក់ពីថ្ងៃនេះទៅកូនឡើងទៅណាចូលម៉ាក់ទៀតហើយជំងឺភ្នែកម៉ាក់ប្រកបជាបានជាអ្វីកូនបានរៀបចំរួចអស់ហើយឯណាអូនឆោវីអូនឆោវីកូនយកអូនឆោវីបងកូនអូនណាស់ដែរអភិតើអូនផងរឿងដែលបងទៅចោលពួកអូននេះការពិតគឺអក្រក់មកទៅពីអូនទេណាយឈប់រំលឹកទៅតាយអូតាយអូគ្រប់ឆាប្រកបជាមិនធ្វើឲ្យអស់លោកអ្នកនាងតោះអារម្មណ៍ឡើយអស់លោកអ្នកនាងបានទស្សនាម្ដងនិងបានជ្រួតជ្រាបនៅអារម្មណ៍កតិខ្ពស់មួយកម្រិតថែមទៀតហេតុនេះដើម្បីកុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅនៅក្នុងរយៈបុណ្យភ្ជុំបិណ្ឌសូមអស់លោកអ្នកនាងអញ្ជើញទៅទស្សនាកុំខានរឿងសាយ័នវិលវិញដើម្បីជាអនុស្សាវរីយ៍ក្នុងការបុណ្យភ្ជុំបិណ្ឌនេះលោកអ្នកនាងទិញសម្បត្តិមួយសន្លឹកចូលទស្សនារឿងសាយ័នវិលវិញរឿងភាពយន្តបូកូសូមជូនរូបថតគួរឲ្យកត់មួយសន្លឹកដោយឥតគិតថ្លៃសូមអញ្ជើញទស្សនារឿងសាយ័នវិលវិញចាប់បញ្ចាំងពីថ្ងៃទី12ខែកញ្ញានេះតទៅហើយ